នៅផ្ទះខ្លះហានខ្លាំងចាតវ៉ាមួយម៉ាក់ច្រើននេះចាហើយជាមួយប្អូនគាត់ជាមួយប៉ាគាត់អីចឹងចាខ្ញុំទទួលបងឃើញចឹងដែរសំខាន់គឺឲ្យគាត់មានបទពិសោធន៍ចាអញ្ចឹងពេលដែលយើងបញ្ជូនកូនទៅប្រឡងមិនប្រកាសថាអូកូនយើងត្រូវតែបានពាននេះហើយយើងកុំខ្លាចថាអូទីកូនយកបានពានទៅយើងឲ្យគាត់ទៅយើងខ្លាចស្ដាយពេលវេលាស្ដាយថវិកាអូខ្ញុំអត់មានកូនទៅប្រកួតគេខ្ញុំសប្បាយចិត្តជំនួសទម្រាំបងស្រីអ្នកមានកូនទៅប្រកួតលើឆាកអន្តរជាតិហ្នឹងទប់ទឹកភ្នែកមិនជាប់ទេមើលទៅត្រឡប់ Congratulations to KOC Ukdan Morakot CIM Talk នាំមកជូនលោកអ្នកដោយ Dr. Elect Aesthetic Center by DNA ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពប្រសិនបើលោកអ្នកនាងចង់ទទួលបាននូវភាពស្រស់ស្អាតប្រកបដោយសុវត្ថិភាពសូមកុំភ្លេចតាក់ទងទៅកាន់ Dr. Elect Aesthetic Center by DNA រាល់ព័ត៌មានលម្អិតបន្ថែមនឹងមាននៅក្នុងទំព័រ Facebook Page ផ្លូវការរបស់ Dr. Elect Aesthetic Center by DNA ទស្សនិកជនជាទីមេត្រីអំបញ្ញមិញនេះបងប្អូនទាំងអស់គ្នាក៏បានឃើញអំពីភាពរស់រាយភាពស្រស់ស្អាតរបស់បងអូនស្រីដែលជាម្ចាស់ពាននៅក្នុងកម្មវិធី Face of Cambodia Kid 2025ជម្រាបជូនបងប្អូនទាំងអស់គ្នាថាកម្មវិធី Face of Cambodia Kid 2025នេះគឺជាឆ្នាំដំបូងដែល CIM បានបង្កើតឡើងមែនតើទៅកាលពីឆ្នាំមុនយើងមានតែ Face of Cambodia ដែលយើងប្រកួតទៅលើបេក្ខជននិងបេក្ខនារីដែលមានន័យថាយើងមានតារា model ខាងបុរសហើយនិងនារីប៉ុន្តែយើងពុំទាន់មានជ្រើសរើសខាងផ្នែកបងប្អូនកុមាររួមជាមួយនឹងជំទង់ទេចាដែលយើងហៅថា Kid and Junior នេះគឺយើងអត់ទាន់មានទេហើយនៅក្នុងឆ្នាំ2025នេះគឺជាឆ្នាំដ៏ពិសេសដែលកម្ពុជាបានបើកឲ្យមាន title នេះហើយជាជោគជ័យសម្រាប់កម្ពុជាខ្លាំងមែនទែននៅក្នុងឆ្នាំដំបូងដែលយើងបើក title នេះហើយបញ្ជូនបេក្ខភាពទៅប្រកួតនៅក្នុងប្រទេសកូរ៉េកម្ពុជាបាននាំមកនៅពានជាច្រើនជូនមកកាន់មាតុភូមិយើងវិញចាងាកទៅកាន់បងស្រីឆ្នាំទី1ដែល CIM បើកឲ្យមាន Face of Cambodia Kid and Junior ហើយកូនស្រីរបស់បងគឺជាជ័យលាភីនៅក្នុងប្រទេសកម្ពុជាផងហើយទៅប្រកួតដល់ឆាកអន្តរជាតិបានពានត្រឡប់មកវិញផងសម្រាប់បងស្រីជាម្ដាយមានអារម្មណ៍បែបណាដែរខ្ញុំមានអារម្មណ៍សប្បាយរំភើបហើយមោទនភាពចាដែលកូនខ្មែរអាចឈានចូលឆាកអន្តរជាតិបានហើយអាចទទួលពានរង្វាន់ពីឆាកអន្តរជាតិបានចាបងធម្មតានៅក្នុងការប្រកួតយើងប្រកួតជាសាធារណៈមិនថានៅក្នុងវិស័យណាមួយទេមតិរិះគន់តែងតែមានកន្លងមកកូនស្រីបងធ្លាប់ទទួលមតិរិះគន់ឬក៏មានការលើកឡើងពីសាធារណជនអីបែបណាបែបណីហ៎បងដូចជាអត់ភាគច្រើនមានតែគេលើកទឹកចិត្តហើយគេសរសើរថាគាត់ស្អាតគាត់ក្លាហានគាត់ប្រកែអញ្ចឹងចាតែថារិះគន់ដូចជាមិនមានចាប៉ុន្តែកន្លងមកនៅផ្ទះក្លាហានមែនដែរឬក៏យ៉ាងណាបងនៅផ្ទះក្លាហានខ្លាំងចាតវ៉ាមួយម៉ាក់ច្រើននេះចាហើយជាមួយប្អូនគាត់ជាមួយប៉ាគាត់អីចឹងចាខ្ញុំទទួលបងឃើញចឹងដែរអត់តែនិយាយលេងទេបងប្អូនអ្នកគ្នាឥឡូវយើងឈានចូលមកដល់សំណួរសំខាន់សម្រាប់បងជាអាណាព្យាបាលដែលបានបញ្ជូនកូនផ្ទាល់ទៅប្រកួតនៅក្នុងប្រទេសកូរ៉េបងគាត់ថាបើសិនជាមានយុវជនយុវតីយើងជាពិសេសអូនកុមារដែលគាត់ចង់ទៅចូលរួមប្រកួតនៅបរទេសគាត់គួរតែមានអីត្រៀមខ្លះជាមុនទៅហើយពីព្រោះថាបងមានប័ណ្ណពិសោធន៍ទាំងការត្រៀមរៀបចំវីសាឯកសារទាំងសម្លៀកបំពាក់សបុតយន្តហោះអូច្រើនរឿងខ្លាំងមែនតើអញ្ចឹងបងគាត់ថាមានអីដើម្បីឲ្យគាត់អាចទទួលជាដំណឹងហើយត្រៀមខ្លួនដើម្បីទៅប្រកួតបានសម្រាប់ខ្ញុំគិតថាដំបូងយើងត្រូវត្រៀមថវិកាបានគ្រប់គ្រាន់អូកន្លែងនេះសំខាន់ណាស់បងអត់លុយចេញមិនរួចទេថវិកាចាទីពីរគឺសុខភាពខ្លួនឯងនឹងមកហើយនឹងសុខភាពរបស់កូនសំខាន់ដោយសារយើងទៅឆ្ងាយហើយពេលដែលប្រឡងអញ្ចឹងជួនកាលអត់បានញ៉ាំបាយជួនកាលទៅវារៀងយប់ជួនកាលត្រូវងើបពីព្រឹកអញ្ចឹងបើសិនសុខភាពយើងសុខភាពកូនយើងអត់ល្អគឺទុកអត់ជាប់ទេចាបងហ្នឹងរឿងសុខភាពហើយមួយទៀតនោះគឺរឿងចំណីចំណុកត្រូវតែមានឲ្យសពគ្រប់ព្រោះអីដូចខ្ញុំនិយាយចឹងពេលប្រឡងឆក់ក្តៀនចាស្កេតយូលច្រើនត្រូវតែមានអាហ្នឹងធៀមឲ្យគាត់ញ៉ាំយើងខ្លួនឯងក៏ត្រូវតែញ៉ាំដែរចាអរគុណបងស្រីដែលបានផ្ដល់នៅចម្លើយយ៉ាងក្បោះក្បាយនេះប៉ុន្តែនៅមានសំណួរសំខាន់មួយទៀតដែលខ្ញុំចង់សួរបងដែរសម្រាប់បងផ្ទាល់ដែលមានប័ណ្ណពិសោធន៍ទាំងកូនស្រីបងជាម្ចាស់ winner នៅក្នុងប្រទេសកម្ពុជាផងហើយទៅបានពានពីកូរ៉េមកផងបងគិតថាហេតុអីបានជាការបញ្ជូនកូនចូលមកប្រកួតនៅក្នុងកម្មវិធី Face of Cambodia Kid and Junior នេះសំខាន់បងចាខ្ញុំគិតថាវាសំខាន់ដោយសារសំខាន់គឺឲ្យគាត់មានបទពិសោធន៍អញ្ចឹងពេលដែលយើងបញ្ជូនកូនទៅប្រឡងមិនប្រកាសថាអូកូនយើងត្រូវតែបានពាននេះហើយយើងកុំខ្លាចថាអូទីកូនយកបានពានទៅយើងឲ្យគាត់ទៅយើងខ្លាចស្ដាយពេលវេលាស្ដាយថវិកាសម្រាប់ខ្ញុំ
ខ្ញុំគិតថារឿងហ្នឹងគឺរឿងមួយប៉ុន្តែបទពិសោធន៍កូនគឺរឿងសំខាន់ ចា អញ្ចឹងដោយពាក្យគេនិយាយចឹងកាលណាយើងដើរបានឆ្ងាយយើងមើលបានវែងអញ្ចឹងចក្ខុវិស័យយើងក៏វែងដែរអញ្ចឹងចំណេះដឹងដែលគាត់រៀននៅសាលាហ្នឹងសំខាន់ប៉ុន្តែបទពិសោធន៍ដែលគាត់ទទួលបានហ្នឹងរឹតតែសំខាន់អញ្ចឹងបើសិនជាយើងអាចឲ្យបទពិសោធន៍ល្អៗគាត់នៅពេលដែលគាត់ជានៅក្នុងកុមារភាពអាហ្នឹងវាគឺជាគ្រឹះមួយសម្រាប់គាត់ទៅថ្ងៃអនាគតទៅគាត់មានបទពិសោធន៍នឹងស្រាប់ដើម្បីឲ្យងាយស្រួលក្នុងការគាត់អាចសម្រេចចិត្តធ្វើអីមួយបានឲ្យបានត្រឹមត្រូវ ចាចាអូយអរគុណបងខ្លាំងមែនតើក្បះក្បាយរឿងខ្លះបើសិនជាយើងអត់បានគិតឲ្យល្អិតល្អន់ឬក៏ដិតដល់ទេយើងមើលឃើញថាវាហាក់ដូចជាមិនសំខាន់ប៉ុន្តែនៅពេលដែលបងស្រីចែករំលែកមកជារឿងសំខាន់ណាស់ដែលយើងគួរផ្ដល់បទពិសោធន៍ល្អនៅក្នុងវ័យកុមារភាពពីព្រោះរឿងខ្លះនៅពេលដែលពេលវេលាផុតទៅយើងទាញអានឹងត្រឡប់មកថយក្រោយវិញអត់បានទេចារឿងខ្លះយើងធ្វើបានតែនៅក្នុងពេលនោះឬក៏វ័យនោះតែប៉ុណ្ណឹងចាហួសពីពេលហ្នឹងទៅបើទោះបីជាយើងមានលទ្ធភាពមានថវិកាមានសមត្ថភាពប៉ុន្តែយើងទាញរឿងទាំងអស់នោះថយក្រោយវិញមិនបានអរគុណដល់បងស្រីខ្លាំងមែនតើដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារ CIM TV បានជួបសម្ភាសហើយក៏អរគុណដល់បងស្រីជាថ្មីម្ដងទៀតដែលបានសម្រេចចិត្តវាជាភាពក្លាហានដ៏ធំមួយដែលគាត់បានសម្រេចចិត្តឈរយ៉ាងរឹងមាំធ្វើជាអ្នកម្ដាយដែលដឹកដៃកូនទៅប្រកួតនៅលើឆាកអន្តរជាតិហើយក៏ជាអារម្មណ៍ដ៏រំភើបមួយដែរដែលបានឃើញកូនទទួលពាននៅលើឆាកអន្តរជាតិមិនដឹងហូរយ៉ាងណាទេហូរតាខ្ញុំអត់មានកូនទៅប្រកួតគេខ្ញុំសប្បាយចិត្តជំនួសទម្រាំបងស្រីអ្នកមានកូនទៅប្រកួតលើឆាកអន្តរជាតិហ្នឹងទប់ទឹកភ្នែកមិនជាប់ទេមើលទៅត្រឡប់មកដល់ផ្ទះវិញបែបឆាតច្រើនណាស់មើលទៅឃើញកូនប្រកួតបានពានអីអញ្ចឹងចុះមានការអបអរច្រើនចាចឹងអរគុណដល់បងស្រីចាអរគុណកូនម្ដាយអរគុណដែលបងស្រីនិងបងស្រីបានចូលរួមនៅក្នុងកម្មវិធីយើងអរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការទស្សនាក្នុងកម្មវិធីផ្សាយ CIM Talk ជួបយើងខ្ញុំនៅវគ្គបន្តយើងនឹងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតដែលនឹងបង្ហាញជូនដល់លោកអ្នកនាងអធិស្ឋានរាល់កំហុសឆ្គងដែលបានកាត់ឡើងនៅក្នុងកម្មវិធីនេះជូនពរលោកអ្នកមានក្តីសុខនិងសុភមង្គលខណៈនេះនាងខ្ញុំបូសុគន្ធាបងស្រីរួមនឹងបងស្រីសូមអរគុណសូមជម្រាបលាJLP Face of Cambodia Kids 2025 9 to 11 years old category goes to សូមចូលរួមអបអរសាទរ KOC អុកច័ន្ទមនីរតន៍ Congratulations to KOC Ukjan Morakot. May we please request Miss Rowland Lee and Mr. Dorico to come up and present the sash. Jaga som semleng up or satu. Congratulations once again to our winners, Face of Cambodia Kids 2025, 9 to 11 years old category.
con coi cái đá mà con Nâng coi chật Nâng ngày vì nhẹ má hả Can I have ice cream? Come here, old boy, over here. Thầy cha. Đi ra thầy cha. Cha. Dạ, cha. Nè mà có ba mà mặn má vâng mà chôm mà ôi chà nó vậy ây da ok hả